ជ្រក់នេះគឺមកយកខ្ញុំអាចយកមកហូបបានគាត់ថាអត់ជូរឥឡូវមកបងប្អូនលេខសារបាយខ្ញុំទាំងអស់គ្នាជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមកឆាស្ពៃកញ្ញាជាមួយសាច់ជ្រូកបងប្អូនហើយសាច់ជ្រូកខ្ញុំយកចេញពីកន្លែងកកមិញត្រាំទឹកខ្លះហើយតែអត់ទាន់លាយកកអស់ទេហើយខ្ញុំហាន់ទាំងចឹងហ្មងទៅហើយសាច់ជ្រូកនោះក៏ខ្ញុំអត់ឆាទាំងអស់ដែរខ្ញុំឆាតែតិចតួចទេហើយខ្ញុំមានស្លឹកមានមើលខ្ទឹមបន្តិចមកហើយស្ពៃគឺខ្ញុំលាងទឹកស្អាតអស់ហើយបងប្អូនក៏ប៉ិតស្ពៃខ្ញុំថាទុកធ្វើទឹកត្រីអំពិលទុំបងប្អូនគេថាឃើញស្ពៃល្អពេកខ្ញុំក៏ចង់ធ្វើទឹកត្រីអំពិលទុំតែនេះក៏អត់អស់ដែរនៅសល់បដូរទៀតបងប្អូននៅសល់អាក្តោបវាខ្ញុំឃើញតំណងហ្នឹងតិចខ្ញុំក៏ទុកខ្លះទៀតដែរដើម្បីធ្វើទឹកត្រីអំពិលទុំដើមហាន់ស្ពៃខ្ញុំហ្នឹងក៏បានទិញសាច់ជ្រូកក៏បានទិញដែរស្ពៃសពីមុនសាច់ជ្រូកក៏សពីមុនដែរដែលថាហើយសាច់ជ្រូកខ្ញុំហ្នឹងក៏បានឆាទាំងអស់ដែរបងប្អូនខ្ញុំឆាតែតិចទេខ្ញុំឆាតែពាក់កណ្ដាលដែរហើយសាច់ជ្រូកគឺថានៅកកនៅឡើយអត់តាន់បានអាលាយទឹកកកអស់ទេហើយខ្ញុំហាន់ជាប្រទេសស្ដាងមកសាច់ជ្រូកពេលដែលយើងហាន់ទាំងកកហ្នឹងទៅធ្វើឲ្យយើងហាន់បានអាសាច់ស្ដាងល្អមែនតើបងប្អូនមើលតការហាន់របស់ខ្ញុំអត់ដឹងហើយសាច់ម្ដុំគឺខ្ញុំទុកពាក់កណ្ដាលខ្ញុំទុកឆាពេលក្រោយមកពេលទៀតអញ្ចឹងណាយើងហាន់ស្ដាងពេលដែលយើងឆាឆ្អិនទៅឃើញប្រទេសសាច់ជ្រូកហ្នឹងធំស្អាតហើយពណ៌ក៏តំណងឥឡូវខ្ញុំចាប់ដើមឆាសិនខ្ទឹមខ្ញុំក្រហមខ្ញុំក៏ចាក់សាច់ជ្រូកចូលឆាតែ2-3ត្រឡប់មករបស់ខ្ញុំឆានេះខ្ញុំឆាថែមជាម្សៅរ៉ូឌីតិចតួចដែរបងប្អូនអត់ចង់បានរៀងរសជាតិផ្អែមតិចបងប្អូនអាចកាត់បន្ថយទឹកឆាមកហើយចាំបងប្អូនថែមជាម្សៅរ៉ូឌីមកបងប្អូនថែមតែប៉ុណ្្នឹងទៅគឺដឹងថាឆាបងប្អូននឹងឆ្ងាញ់ហើយថាទឹកឆាខ្ញុំឥឡូវគឺចិត្តអស់ដែរបងប្អូនឥឡូវខ្ញុំបានចាប់ផ្ដើមដាក់បន្លែបងប្អូនឲ្យពេលដាក់ទៅគឺថាពេញមួយខ្ទះប៉ុន្តែដល់ពេលញ៉ាំបងប្អូនតិចតែមួយទេហើយញ៉ាំបានថែមទឹកឯងព្រោះអីពេលដែលយើងលាងស្ពៃទៅទឹកចប់ស្ពៃហើយទៅវាចេញទឹកហ្មងទៅហើយខ្ញុំក៏បានថែមទឹកដែរដល់ពេលចេញអញ្ចឹងទៅมันល្មមតែម្ដងណាហើយរសជាតិខ្ញុំដាក់រសជាតិដែលខ្ញុំចង់បានណាហើយអ្នកបងប្អូនពេលដែលយើងឆាឆ្អិនហ្នឹងទៅសាច់ហ្នឹងឃើញធំល្អមែនតើហើយបងប្អូនមើលតែឆាខ្ញុំមើលបងប្អូនមើលឃើញតំណងអត់យើងហាន់សាច់ធំស្ដើងមកពេលដែលយើងឆាទៅឃើញពណ៌ក៏ស្អាតរសជាតិក៏ឆ្ងាញ់ដែរហ្នឹងអាស្រ័យលើយើងឥឡូវខ្ញុំបានយកជ្រក់ខ្ញុំមកហូបជាមួយជ្រក់ខ្ញុំគឺថាមកយកទេបងប្អូនមកយកគឺអាចហូបបានតែគ្រាន់តែអត់ជូរទេហើយខ្ញុំមានឆារស័ក្តិនៅសល់ពីម្សិលមិញដែរមកហូបខ្ញុំថ្ងៃហ្នឹងគឺថាចំណាយអត់តិចទេបងប្អូនក៏ប៉ិតមិនទាំងញ៉ាហ្នឹងព្រោះអីជ្រក់ស្ពៃកញ្ញាខ្ញុំសល់ពីមុនហើយសាច់ជ្រូកក៏សល់ពីមុនដែរហើយសាច់ខ្ញុំក៏បានទុកឆាមកពេលទៀតអញ្ចឹងទៅហើយម្យ៉ាងដែរបងប្អូននេះកូនក៏អត់សូវញ៉ាំសាច់អញ្ចឹងគាត់ថាចំណេញមែនតើណាផ្ទះខ្ញុំទិញសាច់តែកន្លះគីឡូឬក៏1គីឡូឲ្យឆាបានច្រើនដងមែនតើប៉ុន្តែបើប្រឡាក់ហ្នឹងគឺថាអស់លឿនហ្មងអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានប៉ុណ្្នឹងទេអរគុណបងប្អូនជូនពរបងប្អូនមានសុខភាពល្អសំណាងល្អរកទទួលទានមានបានគ្រប់គ្នាធ្វើដំណើរទៅទីចិត្តទីឆ្ងាយសូមជួបសុខសុវត្ថិភាពគ្រប់ទីកន្លែងគ្រប់ពេលវេលាជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតណា